រតនៈសម្លឹងមើលខ្នងរបស់នាងដែលដើរចេញទៅយ៉ាងយកចិត្តទុកដាក់រតនៈដឹងថាគេបានធ្វើឲ្យនាងខកចិត្តតែគេគ្មានជំរឿទេរតនៈខ្លាចថាបើសិនជាគេបណ្ដាលខ្លួនឯងឲ្យលងស្រឡាញ់នាងកាន់តែខ្លាំងជាងនេះគេនឹងត្រូវជួបការឈឺចាប់ដូចជាការពីមុនម្យ៉ាងទៀតប្អូនប្រុសរបស់គេក៏ទើបតែទូរស័ព្ទមកប្រាប់ថាម្ចាស់ផ្ទះជួលមកទារលុយជំពាក់3ខែហើយភាពក្រីក្រនេះហើយគឺជាច្រវាក់ចងដៃចងជើងមិនឲ្យឈានទៅក្បែរនាងបានមួយសប្តាហ៍កន្លងផុតទៅអូនមិនដែលមកទីនេះទៀតទេរតនៈអង្គុយគូគំនូទាំងចិត្តមិននៅនឹងខ្លួនរាល់ពេលដែលមានសម្លេងឡានទំនើបបើកកាត់ម្ដងរតនៈតែងតែសម្លឹងមើលដោយក្តីសង្ឃឹមប៉ុន្តែទាំងនោះវាមិនមែនជាឡានរបស់អូនឡើយល្ងាចមួយខណៈពេលដែលមេឃកំពុងរកកលនឹងភ្លៀងអូនក៏លេចមកឡើងតែលើកនេះនាងមិនបានមកតែម្នាក់ឯងទេមានបុរសម្នាក់ទៀតក្នុងឈុតអាវធំរូបរាងសង្ហាដើរមកជាមួយនាងរតនៈឃើញអូនចង្អុលបង្ហាញគំនូររបស់គេទៅកាន់បុរសម្នាក់នោះឃើញបែបនេះរតនៈមានអារម្មណ៍ថាដូចជាមានដុំថ្មមួយដុំដុតធំមកសង្កត់លើទ្រូងប៉ុន្តែគេក៏នៅតែប្រឹងញញឹមដើម្បីទទួលភ្ញៀវរតនៈនេះជាបងសង្ហាជាកូនប្រុសមិត្តភក្តិរបស់ប៉ាខ្ញុំគាត់ចង់ទិញគំនូររបស់រតនៈខ្លះយកទៅតាំងនៅការិយាល័យអូនណែនាំដោយសំឡេងស្ងួតបាទជំរាបសួរលោករតនៈលើកដៃសំពះបុរសម្នាក់នោះសម្លឹងមើលគំនូររួចងក់ក្បាលស្នាដៃល្អតាំងពីផ្ទាំងនេះលក់ប៉ុន្មានដែរត្រឹមតែ$50ទេបាទរតនៈឆ្លើយបុរសនោះដកលុយ$100ហុចឲ្យមិនបាច់អាប់ទេចាត់ទុកថានេះជាការលើកទឹកចិត្តគាំទ្រដល់សិល្បករក្រីក្រទៅចោះពាក្យថាក្រីក្របានចាក់ទម្លុះបេះដូងរបស់រតនៈស្ទើរតែធ្លុះធ្លាយរតនៈសម្លឹងមើលអូនប៉ុន្តែនាងបែរជាសម្លឹងមើលទៅទិសផ្សេងវិញនាងហាក់ដូចជាកំពុងគេចវេះពីក្រសែភ្នែករបស់រតនៈ